សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាដឹងអត់ថាសម្រាប់អ្នកដែលប្រមូលបាន Wing Point ចំនួន 15000 point មុនគេនៅខ្លាយទៅជាម្ចាស់ដុំមាសកន្លះគីឡូបងប្អូនច្បាស់ជាស្ដាប់អត់ច្រឡំហើយគឺនៅខ្លាយទៅជាម្ចាស់ដុំមាសកន្លះគីឡូគ្នាយើងមានដឹងអត់ថា Global Racing Season 3របស់ធនាគារ Wing គឺបានចាប់ផ្ដើមហើយសម្រាប់អ្នកដែលខកខានពីរដូវកាលទី1និងរដូវកាលទី2អាចចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នានៅរដូវកាលទី3នេះឥឡូវនេះបងប្អូនទាំងអស់គ្នាអាចចូលរួមប្រមូល Wing Point ជាមួយខ្ញុំបានគ្នាយើងចង់ដឹងអត់ថាខ្ញុំអាចប្រមូល Wing Point បានតាមវិធីណាខ្លះតាមពិតទៅការប្រមូល Wing Point ហ្នឹងគឺខ្ញុំប្រមូលបានទៅតាមការបញ្ចូលលុយទូរស័ព្ទគឺយើងទទួលបាន reward ឬក៏រង្វាន់ដែលមាន cash 3ហើយវាក៏អាស្រ័យទៅលើសំណាងរបស់ខ្ញុំផងដែរជួនកាលនៅពេលដែលយើង click ទៅយើងនឹងទទួលបាន Wing Point តែម្ដងនិងពេលខ្លះទៀតគឺយើងទទួលបាន voucher សម្រាប់ការ discount ផ្សេងៗនិយាយទៅវិធីដែលប្រមូល Wing Point របស់ខ្ញុំគឺនៅមានច្រើនទៀតដូចជាការបង់ថ្លៃសាលាទឹកភ្លើងអ៊ីនធឺណិតឬក៏ការផ្ទេរពីធនាគារ Wing មួយទៅមួយទៀតឬក៏ការ scan ដោយប្រើប្រាស់ Wing KHQR ជាដើមរៀងរាល់ការចំណាយរបស់យើងគឺសុទ្ធតែទទួលបាននូវផលចំណេញមកវិញដោយដែលខ្ញុំបានបញ្ជាក់ពីមុនវីដេអូអញ្ចឹងសម្រាប់បងប្អូនដែលទទួលបាន Wing Point ចំនួន 15000 point មុនគេនឹងក្លាយទៅជាម្ចាស់ដុំមាសកន្លះគីឡូសម្រាប់បងប្អូនដែលមានចម្ងល់អាចចូលទៅកាន់ page ផ្លូវការរបស់ធនាគារ Wing បានអរគុណបងប្អូនទាំងអស់គ្នា